មានរឿងមួយដំណាលថាកាលនោះមានមហាចៅម្នាក់ពុំមានភរិយាបានសាងសង់ផ្ទះមួយខ្នងយ៉ាងអស្ចារ្យនៅក្នុងព្រៃស្មោះសានដើម្បីនឹងទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួនមានមាសប្រាក់កែវកងសំពត់អាវសាវស្បៃជាដើមដែលខ្លួនទៅលួចប្លន់គេបានអំពីទីផ្សេងៗមកមហាចៅនោះលុះកាលជាចំណេរក្រោយមកក៏រំពឹងគិតថាអាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងតែទាស់ត្រង់គ្មានអ្នកណាថែរក្សាតតែសោះគិតសពគ្រប់ទៅណាការខំប្រឹងរបស់អញកន្លងមកនេះដូចជាគ្មានបានការអ្វីសោះព្រោះថាបើកាលណាអាត្មាអញស្លាប់ទៅទ្រព្យអស់ទាំងនេះនឹងទៅជារបស់ឥតការគួរឲ្យសោកស្ដាយណាស់បើអញមានកូនប្រពន្ធក៏រឹងស៊ីមរតកនោះទៅអាត្មាអញនឹងមិនសូវជាសោកស្ដាយពេកទេគិតហើយមហាចៅក៏ដើរទៅក្រវ៉ាលភូមិអ្នកស្រុករំពៃគយគុណមើលហ្វូងប្រុសស្រីដែលនាំគ្នាលេងខ្ញើខ្ញានៅក្រោមម្លប់ឈើលុះគយគុណយូរទៅឃើញនឹងតូចមួយនោះមានរូបឆោមស្អាតសមរម្យមានសាច់ឈាមសថ្លាថ្លៃថ្នូរគួរឲ្យស្រឡាញ់ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូងហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួនដោយខ្លាចកូននោះលួចរត់ទៅរកម៉ាឪវាវិញព្រមទាំងការពារកុំឲ្យម្ដាយឪពុករបស់វាតាមរកឃើញមហាចៅក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ចាក់សោយ៉ាងខ្ជាប់ខ្ជួនរាល់ពេលបាយឬពេលបានចំណីអាហារឆ្ងាញ់មកមហាចៅតែងតែហុចតាមបង្អួចតូចមួយទៅឲ្យនាងបរិភោគជានិច្ចក្មេងស្រីនោះនៅក្នុងម្លប់យូរទៅក៏ចេះតែចម្រើនសាច់ឈាមរាល់ថ្ងៃជាលំដាប់លុះនាងពេញក្រមុំកាលណាកាលដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យនិងមិនជាន់ដីបណ្ដាលឲ្យនាងមានជំងឺស្គមស្គាំងស្លាំងស្លេកមហាចៅភ័យណាស់មិនដឹងថាកូនមានការអ្វីក៏ត្រាច់ទៅក្នុងភូមិមួយយ៉ាងឆ្ងាយទើបបានជួបនឹងដូនចាស់ម្នាក់ធ្លាប់ធ្វើឆ្មបក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនរបស់ខ្លួនយាយម៉មនោះមកដល់ចូលទៅសួរសុខទុក្ខនាងហើយយល់ការក៏ប្រាប់នាងថាចៅយាយអើយចូលចៅកំព្រួយអ្វីចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេគឺនៅពេលដែលនាងផ្លាស់វ័យនេះឯងហើយដែលធ្វើឲ្យចៅចេះតែរសាប់រសល់ចុកខ្នងចុកចង្កេះលហិតលហៃទន់ដៃទន់ជើងកំព្រួយអីណាចៅចាំយាយផ្សំថ្នាំសង្កូវឲ្យនាងញ៉ាំឲ្យបានធូរស្រាលឆាប់រហ័សថាហើយជាម៉មក៏ទៅរកស្ងោរសម្បកឈើមកផ្សំថ្នាំដាំឲ្យនាងអាស្រ័យហើយផ្ដាំនាងថាចៅអើយចៅយកថ្នាំនេះទៅហាថ្ងៃឲ្យស្ងួតហើយរកថោឬឆ្នាំងអ្វីដាក់ទុកទៅពេលនាងដឹងថាចិត្តដល់រដូវកាលហើយចូលនាងយកមួយកញ្ចប់មកដាំញ៉ាំ4ទៅ5ថ្ងៃទៅនោះនាងនឹងបានធូរស្រាលក្នុងខ្លួនដោយបំណងហើយសាច់ឈាមពណ៌សម្បូររបស់ចៅក៏រត់តែល្អឡើងដែរណាចៅលុះកូនស្រីមហាចៅផឹកថ្នាំបានធូរស្រាលស្បើយរោគហើយយាយម៉មក៏ចូលទៅសំពះសុំលាមហាចៅត្រឡប់ទៅមើលផ្ទះសម្បែងរបស់ខ្លួនវិញមហាចៅក៏បានយកមាសប្រាក់ជូនជាតំណែងរង្វាន់ឲ្យយាយម៉មហើយក៏ជូនត្រឡប់ដល់ផ្ទះវិញពេលរៀបចេញដំណើរពីផ្ទះមហាចៅទៅយាយម៉មនឹកក្នុងចិត្តថាយេកន្លែងមហាចៅនេះឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ឯព្រៃទៀតសោតក៏ស្ងាត់ជ្រងំគួរឲ្យខ្លាចប្រសិនបើអញត្រូវការចង់បកមករកទីនេះវិញធ្វើមិនដេចទាំងរកផ្លូវមកឃើញនឹកសពគ្រប់ហើយគាត់ក៏រកបានក្របអលឹកមួយបង្វិចយកមកតាមខ្លួនដើរតាមក្រោយមហាចៅបណ្ដើរចាំក្របអលឹកពង្រាយបណ្ដារហូតមកដល់ផ្ទះរបស់គាត់
តទៅនេះនឹងថ្លែងចាប់សារដាបន្តិចអំពីពេលដែលយីម៉មបានទៅនៅថែទាំកូននោះមកគាត់តែងតែសង្កេតមើលរឹកពីនឹងរូបឆោមកូននោះឃើញល្អក៏ចេះតែគួចចាត់ទុកនិងសម្លឹងរកកំឡោះឯណាឲ្យស័ក្តិសមនឹងនាងថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបពេបណ្ដាលឲ្យចិត្តមានម្នាក់តែត្រឡប់ពីរៀនមុនវិជ្ជាការសាលសាស្ត្រឲ្យចង់ចូលទៅសុំសម្រាប់នៅផ្ទះយីម៉មនោះសិនត្បិតថ្ងៃកាន់តែជ្រេកម្លាំងក៏អស់ហេវបាយអស់កម្លាំងផ្លូវទៅមុខក៏ឆ្ងាយក្រាញយកបណ្ដាផ្លូវនឹងមានភិតភ័យអ្វីកើតឡើងក៏រត់រះចូលទៅសំពះដូនចាស់សុំស្នាក់នៅមួយយប់ដូនចាស់កំពុងរៀបចំដណ្ដើមបាយបរិភោគជួនក្រឡេកមើលឃើញមានប់ចូលមកសំពះសុំស្នាក់ដូច្នេះក៏មានចិត្តសប្បុរសទទួលឲ្យនៅហើយដាក់បាយបណ្ដើសំណេះសំណាលសួរអំពីពូជពងសាវតាបណ្ដើលុះអាស្រ័យបាយរួចនឹងទុកដាក់ចានក្បាលរួចស្រេចហើយយីម៉មតែចេះតែលោភសង្កេតរូបឆោមមានប់នោះតាំងតែពីចូលមកក៏បង្ហើបសំណួរសួរថាចៅអើយការដែលចៅលីឪពុកម្ដាយមកស្វែងរកតម្រេះវិជានេះតើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនអ្នកណាទុកឲ្យចៅធ្វើជាប្រពន្ធហើយឬនៅចៅមីណប់ក៏តបថាមិនទាន់មាននៅឡើយទេយាយហើយក៏បន្តសម្ដីថាខ្ញុំនឹកថាប្រសិនបើនៅពេលដែលខ្ញុំធ្វើដំណើរទៅដល់ស្រុកភូមិគេនេះបានជួបស្ត្រីណាម្នាក់ដែលមានលក្ខណៈសមរម្យសមនឹងខ្ញុំយកគេជាប្រពន្ធហើយតើលោកយាយមានបានស្គាល់កូនចៅអ្នកណាដែលល្អនៅក្នុងស្រុកភូមិរបស់គេនេះទេយាយចៅអើយនៅក្នុងស្រុកភូមិគេនេះមិនឃើញមានស្រីណាម្នាក់ដែលស័ក្តិសមនឹងចៅនោះទេប៉ុន្តែជីដូនធ្លាប់ឃើញស្រីម្នាក់ដែលនាងនោះគឺជាកូនមហាចៅនៅក្នុងព្រៃឆ្ងាយដាច់ស្រយាលឯនោះយាយម៉មក៏និយាយរៀបរាប់អំពីដំណើរការដែលគាត់បានទៅឃើញនាងនោះនិងបានសង្កេតឃើញរឹកពីសមរម្យលើពាក្យសម្ដីនៅពេលយប់នោះមីណប់ចេះតែកាត់សាប់គ្រប់ដេកមិនលក់បក់ក៏មិនលះហើយតែផ្លែកន្លែងផងទន្ទឹងឲ្យតែឆាប់ភ្លឺផងណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯងណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចៅលុះយប់យន់ទើបមីណប់គេងនឹងលក់ទៅពេលមន់រងាវភ្លឺស្រាងយីម៉មក្រោកដាំបាយរកម្ហូបត្រៀមក្រោះទឹកបំពង់ទឹកបំរុងជាស្បៀងឲ្យមីណប់ធ្វើដំណើរលុះមីណប់ក្រោកឡើងហើយយាយក៏ឲ្យស្រស់ស្រូបរួចប្រគល់កញ្ចប់អាហារសម្រាប់ផ្លូវហើយនាំបង្ហាញតម្រូវតាមបន្លឹកឲ្យមីណប់ធ្វើដំណើរចេញទៅមុននឹងចេញដំណើរយីម៉មក៏ផ្ដាំមីណប់ថាណែចៅប្រុសចូលចៅដើរតាមជួរឥឡឹកនេះទៅចុះចៅនឹងបានទៅដល់ផ្ទះនាងនោះហើយតែថាចូលចៅប្រយ័ត្នខ្លួនឲ្យមែនតែនចៅទៅចុះសូមឲ្យបានសេចក្តីសុខឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាបើមានសត្រូវមកពីមុខសូមឲ្យរំលងបើមកពីខ្នងសូមឲ្យរលាយណាចៅមាននំការប្រតិបត្តិលោកយាយហើយក៏ចេញដំណើរទៅថ្ងៃជ្រេបន្តិចទើបទៅដល់ផ្ទះមហាចៅគប់ជួនពេលនោះមហាចៅមិននៅដែលឡើយរវល់ទៅរកប្លន់គេបាត់ទុកតែកូនស្រីឲ្យនៅចាំផ្ទះតែម្នាក់ឯងនាងកំពុងតែដើរត្រុកបោះច្រាសសម្អាតផ្ទះសម្បែងតាមទម្លាប់ពុំមានគិតក្រែងអ្វីឡើយអាយចៅមីណប់នោះទៅលោបគយគុណឃើញសពគ្រប់ហើយដឹងថានាងនៅតែម្នាក់ឯងដូច្នេះក៏ប្រថុយស្រែកហៅនាងឮសូរមកមនុស្សចម្លែកទឹកភ័យណាស់គិតថាតើអ្នកណាហ៊ានចូលមកទីនេះប៉ុន្តែនៅពេលដែលនាងក្រឡេកឃើញបរិសសង្ហាជាអ្នកមានឫទ្ធិពីសុភាពរៀបសារសមរម្យមិនគួរឲ្យខ្លាច
នាងក៏បាក់ទ្វារហៅឲ្យមេណប់ចូលហើយក៏និយាយសាកសួរគ្នាទៅវិញទៅមកមិនត្រឹមតែប៉ុណ្ណោះក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវលោកីដោយសុខចិត្តសុខកាយធ្វើជាស្វាមីភរិយាហើយក៏នាំយកទៅលាក់ទុកមិនអាយមហាចៅជាឪពុកខ្លួនដឹងឡើយប៉ុន្តែក្នុងកាលជាបន្តមកមហាចៅសង្កេតឃើញរឹកពីកូនស្រីរបស់ខ្លួនប្លែកអំពីធម្មតាគឺឃើញនាងតែខ្លួនជានិច្ចកាលធ្វើការងារសពសារពើក្នុងផ្ទះដែលមិនចាំបាច់ឪពុកដាស់តឿនឡើយដូចជាចំកប់គួនមនុស្សណាម្នាក់ដែលជាទីពេញចិត្តមហាចៅនឹកសង្ស័យក្នុងចិត្តថានាងនេះច្បាស់ជាមានប្រុសសហាយហើយកនឹកតូចចិត្តនឹងកូនស្រីខ្លួនលីនឹងសេចក្តីខ្មាស់អៀនទៅនឹងសហាយនោះផងក៏ដើរចាក់ចោលទីកន្លែងនោះទៅឯទាំងពីរអ្នកប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចៅជាឪពុកនោះត្រឡប់មកវិញក៏នាំគ្នាចុះមករកភូមិស្រុកនឹងគេលុះមកដល់ភូមិស្រុកហើយក៏ចូលទៅអរគុណនឹងជាម៉មព្រមទាំងជួយរង្វាន់គាត់ខ្លះទៀតផងជាម៉មមានចិត្តត្រេកអរណាស់តាប្រាប់នៅចិត្តខាងឲ្យមកមើលនាងដែលថ្លែងបោកបាច់ប្រាប់គេថានាងនេះមានរូបឆោមលំពណ៌សាច់ចិត្តល្អមកអំពីគេនៅតែក្នុងម្លប់ដល់ចេញពីម្លប់គេក៏មានប្តីតែម្ដងអ្នកស្រុកឃើញដូច្នេះនាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅខាំងក្នុងម្លប់ដើម្បីឲ្យបានល្អដូចគេក៏ជាប់ជាទំនៀមទម្លាប់តរហូតមកដល់បច្ចុប្បន្ននេះ